ក្មេងប្រុសម្នាក់នេះគឺជាកូនប្រុសរបស់មេដឹកនាំក្រុមកតាដែលមានឥទ្ធិពលបំផុតមួយហើយក៏ជាក្មួយប្រុសរបស់មេក្រុមគិតករនៅក្នុងក្រុមកតាមួយនៅក្នុងប្រទេសមេស៊ីកូផងដែរនិយាយមកខ្លីទៅពូជពងខ្សែស្រឡាយរបស់គាត់សុទ្ធសឹងតែជាមេឧក្រិដ្ឋជនកម្រិតធ្ងន់នៅក្នុងប្រទេសមេស៊ីកូផ្ទាល់តែម្ដងប៉ុន្តែជាអកុសលក្មេងប្រុសម្នាក់នេះត្រូវបានអស់ជីវិតទាំងវ័យក្មេងដោយសារតែការភ្លើតភ្លើនទៅនឹងជីវិតដែលពោពេញទៅដោយអំណាចដូចជាទ្រព្យសម្បត្តិចង់ដឹងលម្អិតពីខ្សែជីវិតរបស់កុមារាឈាមរាវម្នាក់នេះកុំភ្លេចតាមដានទេសនាវីដេអូនេះដល់ចប់ទាំងអស់គ្នាគាត់មានឈ្មោះពេញថា Raúl Mesa Torres នៅក្នុងក្រុមកតាគេស្គាល់ឈ្មោះគាត់ថា El Minisek នៅខណៈពេលដែលក្មេងៗវ័យប្រហាក់ប្រហែលគាត់ជាច្រើនកំពុងតែធ្វើកិច្ចការផ្ទះផ្ដោតទៅលើការសិក្សាចំណែក Raúl វិញគឺបានរៀនពីរបៀបនៃការសម្លាប់មនុស្សរួចរាល់បាត់ទៅហើយគាត់ថែមទាំងបានថតរូបដោយមោទនភាពជាមួយនឹងកាំភ្លើងវែង Barrett 50 caliber ដែលជាអាវុធដ៏មានឥទ្ធិពលមួយដែលអាចបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយបានRaúl Mesa Torres កើតនៅក្នុងឆ្នាំ1991នៅក្នុងទីក្រុង Culiacán នៃរដ្ឋ Sinaloa ប្រទេសមេស៊ីកូដែលជាបេះដូងនៃពិភពគ្រឿងញៀនរបស់ប្រទេសមេស៊ីកូផ្ទាល់តែម្ដងតាំងពីដើមមកជីវិតរបស់គាត់គឺមិនធម្មតានោះទេដោយឪពុករបស់គាត់គឺមានឈ្មោះថា Raúl Mesa Veros ដែលគេស្គាល់ថាជា LMSEC ជាអិសរាជជនដែលមានឥទ្ធិពលម្នាក់នៅក្នុងក្រុមកតា Sinaloa ចំណែកម្ដាយរបស់គាត់មានឈ្មោះថា Aita Torres Felix ដែលមានឈាមជ័រជាអ្នករកស៊ីខាងសង្គមងងឹតដូចគ្នាចំណែកប្អូនប្រុសរបស់ម្ដាយរបស់គាត់ត្រូវជាពូរបស់ Raúl នេះមានឈ្មោះថា Manuel LM1 Torres ដែលជាឃាតករដ៏ឃោរឃៅបំផុតមួយនៅក្នុងក្រុម Javier LJT Torres ដែលធ្វើការនៅក្រោម Legendary Elmo Zambada Elmo Zambada នេះគឺជាស្ដេចគ្រឿងញៀនដ៏ធំបំផុតមួយនៅក្នុងប្រទេសមេស៊ីកូកាលពីចំនួនឆ្នាំ90ជាងបងប្អូនចំណែកឯម្ដាយមីងរបស់ Raúl វិញដែលមានឈ្មោះថា Adriana Mesa Torres នាងគឺជាមិត្តស្រីរបស់ Ovidio Guzman ដែលជាកូនប្រុសរបស់ El Chapo ជាមេដឹកនាំកំពូលនៅក្នុងក្រុមកតា Sinaloa នឹងផ្ទាល់តែម្ដងមូលហេតុដែលគេហៅ Raúl ថា El Minisek គឺសំដៅទៅលើឪពុករបស់គាត់ LMSEC ហ្នឹងបាទតាំងពីក្មេងមក Raúl ស្រឡាញ់និងគោរពឪពុករបស់គាត់ខ្លាំងមែនទែនហើយគាត់តែងតែចង់ក្លាយខ្លួនដូចជាឪពុករបស់គាត់នៅថ្ងៃណាមួយនៅអាយុ9ឆ្នាំគាត់បានថតរូបក្នុងសម្លៀកបំពាក់ជាយោធាដោយកាន់កាំភ្លើងវែងសឹងតែខ្ពស់ជាងកម្ពស់របស់គាត់ទៅទៀតខណៈពេលដែលក្មេងៗដទៃកំពុងតែព្រួយបារម្ភទាក់ទងទៅនឹងកិច្ចការងារសាលាតាំងពីកុមារភាពមក Raúl គឺចូលចិត្តស្លៀកសម្លៀកបំពាក់ជាទាហានកាន់អាវុធពិតខុសពីកុមារដទៃដែលកាន់កាំភ្លើងជ័រគាត់ធំធាត់ឡើងដោយហុំព័ទ្ធជាមួយនឹងទ្រព្យសម្បត្តិគ្រប់បែបយ៉ាងដូចជារថយន្តស្ព័តទូរស័ព្ទដៃទំនើបក៏ដូចជាមានអង្គរៈផ្ទាល់ខ្លួនទៀតផងច្បាស់ណាស់ទ្រព្យសម្បត្តិទាំងអស់នោះគឺវាមិនមែនបានមកដោយសុចរិតនោះទេហើយគ្រួសាររបស់ Raúl ក៏មានសត្រូវច្រើនមិនតិចនេះដែរអ្វីៗមិនបានឋិតថេររហូតនោះទេនៅពេលដែល Raúl មានអាយុត្រឹមតែ15ឆ្នាំគាត់ក៏ត្រូវបានបាត់បង់ឪពុកជាទីស្រឡាញ់របស់គាត់ពលគឺនៅក្នុងខែមីនាឆ្នាំ2007 LMSEC ដែលត្រូវជាឪពុករបស់ Raúl នឹងគឺត្រូវបានគេបាញ់សម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយនឹងក្រុមដៃគូប្រកួតប្រជែងមួយទៀតទាក់ទងទៅនឹងការបាត់បង់ឪពុករបស់គាត់នេះមិនបានធ្វើឲ្យគាត់មានការភ័យខ្លាចនោះទេផ្ទុយទៅវិញរឹតតែបញ្ឆេះកំហឹងរបស់គាត់ឲ្យកាន់តែមានភាពសាហាវឃោរឃៅខ្លាំងជាងមុនទៅទៀតនៅក្នុងពិធីបុណ្យសពឪពុករបស់គាត់ពួកគេបានច្រៀងចម្រៀងប៉ុន្មានបទដែលជាវប្បធម៌របស់មនុស្សនៅក្នុងក្រុមកតា Sinaloa ហ្នឹងវាប្រៀបបានដូចជាការគោរពដឹងគុណទៅកាន់អ្នកដែលបានស្លាប់ហ្នឹងក៏ដូចជាការប្រគល់តំណែងទៅកាន់អ្នកបន្តវេនជាដើមយើងត្រឡប់មកនិយាយពី Raúl វិញម្ដងបន្ទាប់ពីពិធីបុណ្យសពឪពុករបស់គាត់បានចប់រួចរាល់ហើយមិនយូរប៉ុន្មានគាត់ក៏មានទំនាក់ទំនងស្នេហាជាមួយនឹងនាង Zambada Nabela ដែលជាកូនស្រីម្នាក់របស់ El Zambada ដែលខ្ញុំលើកឡើងមុននេះគឺជាស្ដេចថ្នាំញៀនដែលមានឥទ្ធិពលខ្លាំងបំផុតមួយនៅសម័យកាលនោះបងប្អូនហើយធ្វើឲ្យ Raúl គាត់កាន់តែមានអំណាចខ្លាំងជាងមុនដោយសារតែមិត្តស្រីរបស់គាត់គឺជាកូនស្រីរបស់ស្ដេចថ្នាំញៀនផ្ទាល់តែម្ដងបន្ទាប់ពីបាត់បង់ឪពុករបស់គាត់ហើយ Raúl ក៏បានចូលទៅក្នុងជីវិតពេញលេញក្នុងនាមជាសមាជិករបស់ក្រុមកតា Sinaloa ដែលកាលនោះគាត់មានអាយុទើបតែ15ឆ្នាំប៉ុណ្ណោះគាត់គឺជាសមាជិកដ៏សកម្មម្នាក់នៅក្នុងក្រុមដោយគាត់បានធ្វើការងារជាមួយនឹងក្រុមប្រដាប់អាវុធនិងរៀនពីជំនាញនៅក្នុងការធ្វើអាជីវកម្មខុសច្បាប់បន្តវេនពីគ្រួសាររបស់គាត់អ្នកស្រុកនៅក្នុងរដ្ឋ Sinaloa ក៏ចាប់ផ្ដើមខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយអំពី Raúl ដែលជាឃាតករវ័យក្មេងនៅក្នុងក្រុមកតា Sinaloa ហ្នឹងចំណែក Raúl វិញគាត់គឺជាមនុស្សម្នាក់ដែលអាចនិយាយមកថាគាត់តែតែចង់បាន attention នៃការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនណានៅក្នុងឆ្នាំ2007គាត់បានថតរូបបង្ហោះចូលទៅក្នុងបណ្ដាញសង្គមផ្សេងៗដូចជា Facebook ដូចជាគេហទំព័រអីចែករំលែករូបភាពដ៏ពេញនិយមនៅសម័យកាលនោះគាត់បានបង្ហោះរូបភាពរបស់គាត់ជាមួយនឹងកាំភ្លើងរថយន្តក៏ដូចជាមិត្តស្រីរបស់គាត់ជាដើមនៅក្នុងរូបថតមួយយុវជន Raúl បានថតនៅក្នុងសម្លៀកបំពាក់ជាយោធាជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដោយកាន់នៅកាំភ្លើង AK-47 នៅលើជាប់ដើមទ្រូងរបស់គាត់តែម្ដងហើយនៅក្នុងរូបថតមួយទៀតមានបង្ហាញពីរថយន្តមួយគ្រឿងដែលត្រូវបានគេបាញ់បំផ្លាញ
ដោយពោពេញទៅដោយក្របកំភ្លើងជាមួយនឹងចំណងជើងថាបន្ទាប់ពីការប៉ះទង្គិចគ្នានៅពេលនោះគាត់មានអ្នកគាំទ្រជាច្រើននៅលើអនឡាញនៅលើបណ្ដាញសង្គមរបស់គាត់នឹងមានអ្នកខ្លះក៏ចូលមកខមមិនទៅសារថាថ្ងៃណាមួយរ៉ាអ៊ូលនឹងក្លាយទៅជាមនុស្សដែលមានអំណាចនិងឥទ្ធិពលខ្លាំងដូចជាឪពុករបស់ខ្លួនអញ្ចឹងដឹងស្រាប់រ៉ាអ៊ូលគាត់ជាមនុស្សលក្ខណៈថានិយាយម៉ាត់ខ្លីថាគាត់ស៊ីចូលដែរអញ្ចឹងណានៅពេលដែលឃើញពាក្យខមមិនលើកទឹកចិត្តទាំងអស់នោះហើយធ្វើឲ្យអំនួតរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពកាចសាហាវខុសខើជាងមុនពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងទៅនៅក្នុងខែតុលាឆ្នាំ2007រ៉ាអ៊ូលជាមួយនឹងមិត្តភ័ក្តិរបស់គាត់ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួនដោយសារតែពួកគាត់បើកបរជាមួយនឹងរថយន្ត SUV គ្មានស្លាកលេខបាទនៅពេលដែលប៉ូលីសសួរនាំរកឯកសារទៅគ្មានឯកសារត្រឹមត្រូវហើយរ៉ាអ៊ូលនៅពេលនោះគឺគេមិនទាន់គ្រប់អាយុបើកបរនៅឡើយទេនៅពេលនោះប៉ូលីសក៏ធ្វើការឃាត់ខ្លួនពួកគេទាំងពីរនាក់តែម្ដងប៉ុន្តែមិនបានយូរប៉ុន្មានទេនៅពេលដែលគេដឹងថារ៉ាអ៊ូលគឺជាកូនចៅរបស់អ្នកណាហើយក៏ត្រូវបានប៉ូលីសធ្វើការដោះលែងគេមកវិញភ្លាមៗតែម្ដងនៅ2ឆ្នាំក្រោយមករ៉ាអ៊ូលក៏បានបង្កនូវភាពវឹកវរសារជាថ្មីពោលគឺនៅថ្ងៃទី19ខែមិថុនាឆ្នាំ2009ពេលនោះរ៉ាអ៊ូលគេមានអាយុ17ឆ្នាំហើយនៅយប់មួយរ៉ាអ៊ូលបាននាំមិត្តភ័ក្តិរបស់គេនិងគ្នាជាច្រើនទៅប្រណាំងឡាននៅក្នុងសង្កាត់ឃូលីអាកាននៅពាក្យកណ្ដាលត្រៀតដោយសារតែសម្លេងរំខានខ្លាំងពេកអ្នកជិតខាងក៏បានធ្វើការទូរស័ព្ទប្តឹងទៅប៉ូលីសហើយមន្ត្រីប៉ូលីសបានមកដល់ដើម្បីបំបែកក្រុមមនុស្សទាំងអស់នោះនៅពេលនោះដែររ៉ាអ៊ូលនិងមិត្តភ័ក្តិរបស់គាត់គឺអាចបើកឡានចេញបានទៅដោយសុវត្ថិភាពប៉ុន្តែគាត់អត់ព្រមធ្វើអញ្ចឹងទេគឺគាត់សុខចិត្តបើកការវាយប្រហារគាត់សុខចិត្តជ្រើសរើសយកអំពើហិង្សាដោយធ្វើការបាញ់ប្រហារទៅលើក្រុមប៉ូលីសពីសំណាក់ក្រុមខ្មាំងកំភ្លើងវ័យក្មេងដែលជាសមាជិកជាច្រើនរបស់គាត់នឹងបាទធ្វើការបាញ់សង្គ្រប់ទៅលើប៉ូលីសនឹងផ្ទាល់តែម្ដងការបាញ់ប្រហារនេះបណ្ដាលឲ្យមានមន្ត្រីប៉ូលីសម្នាក់របួសធ្ងន់ហើយបន្ទាប់ពីការបាញ់ប្រហារទៅលើមន្ត្រីប៉ូលីសរួចមកគេក៏បានធ្វើការកិច្ចខ្លួនដោយជិះរថយន្ត Jeep និងរថយន្ត Nissan ចូលទៅក្នុងព្រៃងឹតអស់បាល់ទៅហើយនៅយប់ដដែលនោះដែរក្រុមប៉ូលីសក៏បានរកឃើញនៅរថយន្ត Jeep ដែលត្រូវបានគេបោះបង់ចោលនៅក្នុងព្រៃមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុនោះទេរថយន្តនោះត្រូវបានចុះបញ្ជីនៅក្រោមឈ្មោះរបស់រ៉ាអ៊ូលផ្ទាល់តែម្ដងហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនៅផ្នែកខាងក្នុងនៃរថយន្តគេប្រទះឃើញនៅស្លាកលេខឡានជាច្រើនដែលត្រូវបានលួចក៏ដូចជាក្របកាំភ្លើងច្រើនខ្លាំងមែនតើនៅក្នុងឡានរបស់រ៉ាអ៊ូលហ្នឹងព្រមទាំងឃើញនៅសម្បកក្របកាំភ្លើងសម្បកខ្ទុះដែលគេបាញ់ហើយហ្នឹងនៅពីពេញកៅអីខាងក្រោយតែម្ដងចាប់តាំងពីពេលនោះមករ៉ាអ៊ូលត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាតនៅឆ្នាំ2009ដដែលរ៉ាអ៊ូលបានរត់គេចខ្លួនពីស្រុកកំណើតរបស់គាត់ហើយទៅរស់នៅក្រោមការគ្រប់គ្រងរបស់ Nacho Coronelដែលជាមេដឹកនាំជាន់ខ្ពស់មួយរូបនៅក្នុងក្រុមកតាល់ស៊ីណាឡូវ៉ាវ័យត្រឹមតែ17ឆ្នាំរ៉ាអ៊ូលជាប់ឈ្មោះជាអ ுக ្រិតជនបាត់ទៅហើយខណៈពេលដែលយុវជនដទៃទៀតដែលមានអាយុ17ឆ្នាំដែលគេកំពុងតែបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យឬក៏អ្នកខ្លះគេចូលរៀននៅសាកលវិទ្យាល័យចំណែករ៉ាអ៊ូលវិញគឺគាត់កំពុងតែអង្គុយប្រជុំជាមួយនឹងមេខ្លោងគ្រឿងញៀនចាស់វសាទៅវិញរយៈពេល1ឆ្នាំក្រោយមករ៉ាអ៊ូលក៏ទទួលបាននៅការទុកចិត្តពីមេរបស់គាត់ហើយបានឡើងតំណែងឲ្យគាត់គួរបញ្ជាក់ផងដែរថានៅកំឡុងពេលនោះគាត់មានអាយុ18ឆ្នាំហើយគាត់គឺពិតជាសកម្មខ្លាំងមែនទែននៅក្នុងការជួញដូរថ្នាំញៀនក៏ដូចជាសកម្មភាពបាញ់បោះផ្ដាប់អាវុធផ្សេងៗហើយនៅកំឡុងពេលនោះដូចគ្នាប៉ូលីសមិចស៊ីកូក៏នៅតែតាមប្រមាញ់រ៉ាអ៊ូលដូចគ្នាអត់ទាន់ប្រឡែងដៃទេនៅថ្ងៃទី25ខែមេសាឆ្នាំ2010នៅព្រឹកព្រលឹមថ្ងៃច័ន្ទនៅក្នុងទីក្រុងយ៉ាប៉ូប៉ាននៃរដ្ឋ Jalisco ជាក្រុង Guadalajara រ៉ាអ៊ូលនិងមិត្តភ័ក្តិរបស់គាត់ដែលមានឈ្មោះថា Fidel Rojas Felix អាយុ22ឆ្នាំកំពុងតែបើកបរនៅក្នុងរថយន្ត pick up មួយគ្រឿងប្រភេទ Dodge Ram មិនយូរប៉ុន្មាននៅក្នុងម៉ោង 3:00 នាទីព្រឹកមន្ត្រីប៉ូលីសក្រុងពីរនាក់ដែលកំពុងល្បាតជាប្រចាំបានប្រទះឃើញរថយន្តបើកបរដូចជាមានការសង្ស័យឆ្លងកាត់តំបន់នោះមន្ត្រីប៉ូលីសបានធ្វើការសម្រេចចិត្តឈប់ឡានដើម្បីត្រួតពិនិត្យចរាចរណ៍ជាធម្មតានៅពេលដែលមន្ត្រីប៉ូលីសម្នាក់ឈ្មោះថា Hyman Vincent បានដើរមកជិតរ៉ាអ៊ូលដែលពេលនោះរ៉ាអ៊ូលគាត់ជាអ្នកបើកបរផ្ទាល់និង Fidel បាននាំគ្នាលោតចេញពីលើឡានហើយធ្វើការបាញ់កំភ្លើងទៅលើមេឃអត់ទាន់បាញ់ទៅរកប៉ូលីសបាញ់ទៅលើមេឃជាច្រើនគ្រាប់ក្នុងន័យគម្រាមឲ្យក្រុមប៉ូលីសទាំងអស់នោះចេញឆ្ងាយពីពួកគេអញ្ចឹងណាបាទប៉ូលីសក៏បានស្រែកឲ្យពួកគេធ្វើការស្ងប់ចិត្តហើយទម្លាក់អាវុធចោលចំណែករ៉ាអ៊ូលវិញមិនបានស្ដាប់សម្ដីរបស់ប៉ូលីសទាំងអស់នោះទេថែមទាំងធ្វើការបាញ់ប្រហារទៅលើមន្ត្រីប៉ូលីសម្នាក់ដែលមានឈ្មោះថា Morales ចំកណ្ដាលក្បាលធ្វើឲ្យមន្ត្រីប៉ូលីសម្នាក់នោះស្លាប់ភ្លាមៗនៅកន្លែងផ្ទាល់តែម្ដងឃើញបែបនេះមន្ត្រីប៉ូលីសម្នាក់ទៀតនៅកន្លែងកាត់ហេតុគឺលោក Jose Luis Monroy បានធ្វើការបាញ់តបតភ្លាមៗទីបំផុតយុវជនរ៉ាអ៊ូលត្រូវបានបាញ់ជាច្រើនគ្រាប់ពីការតបតរបស់មន្ត្រីប៉ូលីសនឹងហើយធ្វើឲ្យរ៉ាអ៊ូលស្លាប់នៅនឹងកន្លែងនៅក្នុងស្ថានភាពវឹកវរបែបនេះមិត្តភ័ក្តិរបស់រ៉ាអ៊ូលដែលមានឈ្មោះថា Fidel Rojas គឺមានសភាពភ័យស្លន់ស្លោខ្លាំងមែនទែននៅពេលដែលឃើញមិត្តភ័ក្តិរបស់ខ្លួនដេកស្លាប់នៅក្នុងធ្លុកឈាមបែបនេះបន្ទាប់មកគេក៏បានរត់ឡើងទៅលើដំបូលផ្ទះអ្នកនៅក្បែរនោះដើម្បីធ្វើការកិច្ចខ្លួនប៉ុន្តែក៏ត្រូវបានអង្គភាពបំរុងធ្វើការឡោមព័ទ្ធរបស់នោះឲ្យបានចាប់ខ្លួន Fidel Rojas នឹងបាត់ទៅចំពោះរ៉ាអ៊ូលវិញគាត់បានដេកស្លាប់នៅលើដីខណៈពេលដែលមន្ត្រីប៉ូលីសបានហៅរថយន្តសង្គ្រោះបន្ទាន់ពួកគេបានប្រញាប់បញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យឯកជនមួយដើម្បីជួយសង្គ្រោះជីវិតប៉ុន្តែវាបានជិតពេលទៅហើយរ៉ាអ៊ូលមេសាតូរ៉េសត្រូវបានប្រកាសថាស្លាប់នៅម៉ោង
3 និង 40 នាទីព្រឹកក្មេងប្រុសឈាមរាវមានលុយមានអំណាចបានជួបទៅនឹងការស្លាប់ដ៏សាហាវព្រៃផ្សៃឃោរឃៅបំផុតដោយអ្វីដែលគាត់ធ្លាប់ធ្វើទៅលើជនរងគ្រោះដទៃទៀតអញ្ចឹងហើយព័ត៌មាននៃការបាញ់ប្រហារនេះបានរីករាលដាលឆាប់រហ័សមែនទែនអំពីព័ត៌មានដែលប៉ូលីសបានធ្វើការបាញ់សម្លាប់កូនប្រុសរបស់ LM6 និងជាក្មួយប្រុសរបស់ LM1 ដែលសុទ្ធសឹងតែជាមនុស្សដែលមានអំណាចឥទ្ធិពលខ្លាំងបំផុតមួយនៅក្នុងប្រទេសមិចហ្គោនៅពេលនោះហើយសាកសពរបស់គាត់ក៏ត្រូវបានបញ្ជូនត្រឡប់ទៅទីក្រុងគូលីអាកានវិញនៅស្រុកកំណើតរបស់គាត់ដើម្បីយកទៅធ្វើបុណ្យអីចឹងទៅហើយទាក់ទងនឹងមន្ត្រីប៉ូលីសដែលបានបាញ់សម្លាប់ហ្នឹងគឺក្នុងសារព័ត៌មានគឺគេបានបញ្ជាក់និយាយលម្អិតអំពីគាត់ទេខ្ញុំបានអានប៉ះកន្លែងមួយនេះគឺគាត់ត្រូវបានគេឡើងយកទៅតុលាការដែរអញ្ចឹងណាប៉ុន្តែគេក៏សម្រេចកាត់ក្តីឲ្យគាត់នឹងរួចខ្លួនវិញដោយសារតែគាត់ធ្វើការបាញ់ប្រហារក្នុងន័យការពារខ្លួនតែប៉ុណ្ណោះប៉ុន្តែយើងក៏មិនដឹងសាច់រឿងលម្អិតនៅពីក្រោយថាតើគ្រួសាររបស់រ៉ាអ៊ូលនឹងទៅសម្លាប់ប៉ូលីសដែលបាញ់សម្លាប់កូនរបស់ខ្លួនដែរឬក៏អត់ទេយើងអត់ដឹងទេទាំងអស់នេះអាចនិយាយបានថាទាក់ទងទៅនឹងកត្តាឥទ្ធិពលសង្គមដែលគាត់រស់នៅប្រចាំថ្ងៃហ្នឹងដូចរ៉ាអ៊ូលបងប្អូនដឹងហើយគឺគាត់កើតតាំងពីក្មេងមកគឺគាត់នៅក្នុងសង្គមមួយដែលពោពេញទៅដោយអំពើហិង្សាការជួញដូរគ្រឿងញៀនការបាញ់បោះប្រដាប់អាវុធផ្សេងៗអញ្ចឹងនៅពេលដែលគាត់ធំឡើងគឺគាត់ពិបាកកិច្ចខ្លួនចេញពីរង្វង់ទាំងអស់ហ្នឹងមែនតើគឺងាយនៅគឺវាងាយដែលធ្វើឲ្យគាត់ក្លាយទៅជាមនុស្សដូចសង្គមជុំវិញខ្លួនគាត់បង្រៀនគាត់អញ្ចឹងបរិយាកាសជុំវិញខ្លួននៃការរស់នៅរបស់យើងនេះគឺពិតជាសំខាន់ហើយយើងនៅចិត្តអ្នកណាគឺយើងក្លាយទៅជាអ្នកនោះហើយអញ្ចឹងសូមប្រុងប្រយ័ត្នទាំងអស់គ្នានៅក្នុងការសេពគប់រាប់អានវិភាគអរគុណច្រើនជួបគ្នាជាមួយខ្ញុំបាននៅវីដេអូក្រោយ